សួស្តីបងប្អូនខ្ញុំបាទអារីយ៉ាសេនសេថ្ងៃនេះដែរយើងនឹងមកបន្តសេរីរបស់យើងតទៅមុខទៀតរំលឹកការវិវត្តមុនរូដូរបស់យើងក៏បានជួបជាមួយនឹង engine ហើយនៅពេលដែល engine នាំគាត់ទៅកន្លែងមួយរូដូបានជួបជាមួយនឹងមនុស្សមួយក្រុមពួកមនុស្សទាំងអស់នោះបានធ្វើបាបមកកាន់រូដូប៉ុន្តែត្រូវរូដូបញ្ចេញនូវធម៌ពលចម្លែកវាយទៅកាន់ពួកមនុស្សទាំងអស់នោះឲ្យសន្លប់គ្រប់គ្នាប៉ុន្តែត្រូវបាន engine ចេញមកខកតចឹងយើងនឹងបន្តសេរីរបស់យើងទៅខាងមុខទៀតតែនៅមានរឿងអ្វីកើតឡើងចូលមកដល់វគ្គនេះយើងក៏បានឃើញបរិបទម្នាក់នៅលើដំបូលបានទទួលសារពី engine ថាបានរកឃើញក្មេងប្រុសម្នាក់ដែលមានធម៌ពលពិសេសដូចជាក្រុមរបស់ពួកគេអញ្ចឹង engine ក៏បាននាំរូដូមកកាន់មន្ទីរពេទ្យមួយកន្លែងលោកគ្រូពេទ្យបានប្រាប់ទៅកាន់រូដូថាដោយសារតែរូដូស្រូបក្លិនពណ៌នៅកន្លែងនោះច្រើនពេកនោះតែបន្តិចទៀតរូដូនឹងច្បាស់ជាស្លាប់មិនខានឯងគួរតែអរគុណទៅកាន់បរិបទដែលបានជួយឯងទៅលោកគ្រូពេទ្យក៏បានឲ្យពួកគេបង់លុយឲ្យឆាប់ចាក់ចេញពីទីនេះទៅ engine ក៏បានប្រាប់ទៅកាន់រូដូឲ្យមកតាមគាត់តែមានឈ្មោះអ្វីរូដូតាំងពីដំបូងមករូដូបានគិតថាពិភពនៅខាងក្រោមមានតែសម្រាមនិងកាកសំណល់តែម្យ៉ាងនោះទេអ្វីដែលនឹកស្មានមិនដល់នោះពិភពខាងក្រោមនេះក៏មានអ្វីដូចខាងលើនោះដែរ engine ក៏បានបញ្យល់ទៅកាន់រូដូថាពិភពខាងក្រោមពោពេញទៅដោយសម្រាមជាច្រើនសម្រាមទាំងអស់នោះលាយឡំជាមួយនឹងអារម្មណ៍កំហឹងគ្រប់បែបយ៉ាងអស់រយៈពេលជាយូរមកសម្រាមទាំងអស់បានបំផ្លាញខ្លួនទៅជាសត្វចម្លែកដែលមានថាមពល anima សត្វចម្លែកទាំងអស់នោះមិនមែនជាអាវុធធម្មតាអាចកម្ចាត់ពួកវាបាននោះទេលុះត្រាតែអាវុធដែលមានសមត្ថភាពទាញយកកម្លាំងចេញពីវត្ថុឬឧបករណ៍នៃជីវិតដែលមានថាមពល anima ដូចគ្នាទៅអាចកម្ចាត់សត្វចម្លែកទាំងអស់នោះបានចំណែកមនុស្សដែលអាចទាញយកថាមពលចេញពីឧបករណ៍នៃជីវិតគឺកម្រមានខ្លាំងណាស់មានតែពពួកមនុស្សដូចជាឯងហើយនឹងយើងនោះទេដែលអាចធ្វើវាបានដោយសារតែហេតុផលមួយនេះហើយទើប engine ចង់បានរូដូចូលរួមជាមួយនឹងក្រុមសម្អាតរបស់ពួកគាត់រូដូគាត់ចង់ធ្វើការដកដូរបើសិនជាគាត់ចូលក្នុងក្រុមអ្នកសម្អាតទាំងនោះតើ engine នឹងប្រាប់គាត់ពីរបៀបឡើងទៅខាងលើវិញបានទេ engine គាត់បានប្រាប់ទៅកាន់រូដូថាតាមពិតទៅខ្ញុំមិនដឹងសូម្បីតែបន្តិចថាត្រូវធ្វើយ៉ាងណាដើម្បីឡើងទៅពិភពខាងលើបានវិញនោះទេ engine គាត់ក៏បានឲ្យប្រាក់មួយចំនួនទៅកាន់រូដូក៏បានសួរទៅកាន់ engine ថាតើលោកច្បាស់ទេថានឹងឲ្យប្រាក់នេះមកខ្ញុំតាមពិតទៅប្រាក់ដែលបានអងថ្លៃថ្នាំពេទ្យនិងប្រាក់ទាំងនេះគឺបានមកពីការលក់កៅអៅរបស់រូដូនោះទេរូដូមានការខឹងសម្បារជាមួយនឹង engine ជាខ្លាំងដែលបានធ្វើមកលើគាត់បែបនេះតែមួយព្រឹកក៏មានឆ្មាមួយក្បាលបានពំថងប្រាក់ដែល engine បានឲ្យគាត់រំបាញ់មិញនេះរត់ទៅរូដូគាត់ក៏បានរត់ដេញចាប់ឆ្មាមួយនោះទៅភ្លាមនោះគាត់ក៏បានទាញយកដបងឈើមួយចាប់ឆ្មានោះប៉ុន្តែបុរសម្នាក់ក៏បានលេចមុខចេញមកនិយាយថាឈើនោះវាគឺជារបស់គាត់ទេឆាប់ឲ្យវាមកខ្ញុំវិញបុរសម្នាក់នោះហើយដែលបានទទួលសារពី engine មុននេះបន្តិចប៉ុន្តែប្រាក់នេះគឺជារបស់ខ្ញុំទេយើងមិនមែននិយាយអំពីប្រាក់នោះទេយើងនិយាយអំពីឈើដែលឯងកំពុងតែកាន់នោះរូដូគាត់ក៏បានមើលទៅបុរសនោះហើយគាត់ក៏បាននឹងថាបុរសនោះក៏មានសញ្ញាដូចទៅនឹង engine ដែរស្ដាប់ណាស់ក្មេងប្រុសកុំគិតថាឯងអាចលួចយកកំណប់របស់គេហើយអាចគេចខ្លួនបានដោយសុវត្ថិភាពនោះតាមពិតទៅយើងបានដឹងថាបុរសម្នាក់នោះក៏មានសមត្ថភាពដូចទៅនឹង engine អញ្ចឹងដែរហើយក៏ជាមនុស្សម្នាក់ដែលនៅក្នុងចំណោមក្រុមអ្នកសម្អាតទាំងអស់នោះដែរភ្លាមនោះដែរបុរសម្នាក់នោះគាត់ក៏បានបញ្ចេញជាមួយនឹងធម៌ពលរបស់គាត់អថាក់ទៅកាន់រូដូខ្ញុំគឺជាអ្នកសម្អាតដែលមកពីអាគូតាមានឈ្មោះថា Zenka Ninchiku នៅពេលហ្នឹងដែរ Zenka ក៏បាននិយាយមើលងាយទៅកាន់ការមើលថែឪពុកម្ដាយរបស់រូដូដែលគេបានដឹងថា Rector ទេគឺជាអ្នកដែលមើលថែរូដូតាំងពីក្មេងមករូដូក៏ពិតជាខឹងខ្លាំងមែនទែនពេលនោះដែរក៏បាននិយាយទៅកាន់ Zenka ថាពិតជាមនុស្សអាក្រក់មែនឯងគឺជាអ្នកណាដែលហ៊ានមើលងាយការចិញ្ចឹមបីបាច់របស់ខ្ញុំនោះតែនឹកទៅដល់សម្ដីរបស់ Rector ដែលបានព្រានបដៅទៅកាន់រូដូថាបើមាននរណាគេខឹងឯងត្រូវតែនិយាយហេតុផលជាមួយគេមុននេះបន្តិចខ្លួនបានលួចយកឈើដែលមានសារៈសំខាន់របស់ Zenka បើមាននរណាគេម្នាក់លួចស្រោមដៃរបស់ខ្ញុំដែលខ្ញុំស្រឡាញ់នោះខ្ញុំក៏ខឹងដូចគ្នាដែរយល់ពីអ្វីដែល Rector បានព្រានបដៅហើយរូដូនៅពេលនោះដែរក៏បានសុំទោសទៅកាន់ Zenka ក៏បានសុំទោសទៅកាន់រូដូវិញដូចគ្នាដែរដោយសារតែមុននេះបន្តិច Zenka បានធ្វើឲ្យរូដូមានភាពភ័យខ្លាចជាមួយនឹងគាត់ជាខ្លាំងពួកគេទាំងពីរនាក់ក៏បានសម្របសម្រួលគ្នាពេលហ្នឹងដែររូដូក៏បានគិតថាស្នាមញញឹមនឹងធ្វើឲ្យមនុស្សម្នាក់ញញឹមបានដូចគ្នានឹងលែងមានកំហឹងអ្វីទាំងអស់ដល់ពេលហ្នឹងដែររូដូក៏បាននិយាយទៅកាន់ Zenka ម្ដងញញឹមម្ដងដែលទឹកមុខពោពេញទៅដោយភាពភ័យខ្លាចមែនទែនធ្វើឲ្យ Zenka មានភាពងឿងឆ្ងល់ជាមួយនឹងទឹកមុខរបស់រូដូខ្លាំងមែនទែនហើយធ្វើឲ្យ Zenka ខឹងទៅកាន់រូដូវិញម្ដងទៀតរូដូក៏ពិតជាឆ្ងល់មែនទែនតែហេតុអីជា Zenka ខឹងមកកាន់គាត់រូដូពេលហ្នឹងដែរគាត់ក៏បានគិតនៅផ្លែតហើយគាត់ក៏បានផ្លាស់ប្ដូរស្នាមញញឹមរបស់គាត់ពីមុននឹងបន្តិចមកជាស្នាមញញឹមផ្សេងមួយទៀតដែលមើលទៅទឹកមុខរបស់គាត់នេះការញញឹមបែបនេះគឺធ្វើឲ្យ Zenka មានអារម្មណ៍ថាខឹងខ្លាំងជាងនឹងទៀតមើលទៅពួកគេទាំងពីរនាក់នេះមិនអាចសម្រោះសម្រួលជាមួយនឹងគ្នាបាននោះទេរូដូបាននឹកទៅដល់សម្ដីរបស់ Rector បាននិយាយថាពិភពលោកនេះគឺជាកំណោសម្រាមដ៏ស្អុយរលួយហើយឯងនឹងត្រូវផ្លាស់ប្ដូរវាមើលទៅការប្រយុទ្ធមួយនេះទើបតែចាប់ផ្ដើមនោះទេ Zenka មិននឹកស្មានថាធម៌ពលដែលរូដូបានបញ្ចេញមកគឺជាស្រោមដៃនោះទេគាត់ពិតជាឆ្ងល់មែនទែននៅពេលដែលរូដូប៉ះទៅកាន់វត្ថុអ្វីមួយនោះវាពិតជាមានធម៌ពលដូចទៅនឹងគាត់ដែរភ្លាមនោះដែរអថាក់មួយបានធ្លាក់មកពីខាងលើចំនៅចំពោះមុខរូដូពីមុខម្ខាងដែលមើលមិនឃើញ Zenka បាន
បានបោះដបងរបស់គាត់ឡើងទៅលើបើមើលទៅតាមការប្រយុទ្ធមួយនេះរូដូមិនអាចធ្វើការវាយប្រហារទៅកាន់សេនកាបាននោះទេវាបានត្រឹមតែរងពីការវាយប្រហាររបស់សេនកាតែប៉ុណ្ណោះរូដូត្រូវបានសេនកាវាយឲ្យដេកនឹងដីតើវាជាស្អីណាតាមពិតទៅមុននេះបន្តិចរូដូបានចាប់កាន់យកឧបករណ៍បូមង្គលធ្វើជាអាវុធអញ្ចឹងបានន័យថាអ្វីដែលនៅលើមុខរបស់សេនកាគឺជាលិមូនៅពេលដែលសេនកាបានដឹងថាវាគឺជាលិមូហើយគាត់ក៏បានរត់ចេញពីការប្រយុទ្ធមួយនេះក៏មិនមែនខ្លាចរូដូនោះទេអ្វីដែលគាត់ខ្លាចនោះគឺភាពកខ្វក់សេនកាបានព្យាយាមរត់គេចចេញពីលិមូយ៉ាងលឿនប៉ុន្តែក៏មានឆ្មាមួយក្បាលរត់កាត់មកគាត់ធ្វើឲ្យគាត់អកសើដួលទៅនឹងដីប៉ុន្តែចុងក្រោយក៏ត្រូវរូដូប្រើអាវុធរបស់ខ្លួនបាញ់លិមូជាច្រើនទៅកាន់សេនកាភ្លាមនោះដែរអ៊ីនស៊ីនក៏បានមកដល់កន្លែងនេះហើយក៏បានដឹងរឿងថាពួកគេទាំងពីរនាក់បានប្រយុទ្ធគ្នានៅពេលដែលអ៊ីនស៊ីនបានដឹងរឿងនេះហើយធ្វើឲ្យអ៊ីនស៊ីនសើចយ៉ាងខ្លាំងក៏ដោយសារតែរូដូប្រើអាវុធរបស់គាត់សម្រាប់បូមលិមូក៏ដោយសារតែសេនកាគឺជាក្មេងម្នាក់ដែលចូលចិត្តស្អាតនិងទទួលបានការមើលថែល្អដោយទៅជាកូនអ្នកមានអញ្ចឹងនៅពេលនោះដែរយើងក៏បានឃើញតួអង្គស្រីថ្មីម្នាក់ដែលមានឈ្មោះថារីយ៉ូអ៊ីនស៊ីនក៏បានសួរថាតើរីយ៉ូមកដល់ទីនេះតាំងពីពេលណាមកមើលទៅកាន់រីយ៉ូនាងក៏មិនបានខ្វល់ជាមួយនឹងរូដូនោះដែរនាងក៏បានលេងសក់រូដូហើយអ៊ីនស៊ីនក៏បានប្រាប់ថាពួកគេនឹងទៅទីស្នាក់ការកណ្ដាលរបស់ពួកគេដែលនៅទីនោះដែរគឺពោពេញទៅដោយក្រុមអ្នកសមាជិកច្រើននៅក្នុងនោះរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់រាល់វីដេអូដែលខ្ញុំធ្វើកន្លងមកកុំភ្លេចចុច Subscribe និងចុចរូបសញ្ញាកណ្ដឹងម្នាក់មួយផងពីខ្ញុំបាទ Arya Sensei បាយបាយ